absorption costing ទី2 variable costing អញ្ចឹង absorption costing យើងរៀនពីសប្តាហ៍មុនហើយនៅក្នុងថ្ងៃនេះគឺអ្នកគ្រូបង្ហាញពីវិធីសាស្ត្រ variable costing អញ្ចឹងយើងមើលទាំងអស់គ្នានេះនៅក្នុងការគណនាថ្លៃដើមតាមវិធីសាស្ត្រ variable costing ដើម្បីគណនាថ្លៃដើមក្នុងមួយឯកតាតាមវិធីសាស្ត្រ variable costing ទី1យក direct material បូក direct labor បូកជាមួយ variable manufacturing overhead បូកជាមួយនឹងបូកអីទៀតអត់បូកទេមានតែ3ទេត្រូវទេអញ្ចឹងយើងយក3នឹងបូកចូលគ្នាយើងឃើញប្រមាណដុល្លារថ្លៃដើមក្នុងឯកតាគឺ$7បន្ទាប់ពីយើងគណនាឃើញថ្លៃដើមក្នុងឯកតាហើយជាងអ្នកនរអាចទៅគណនាប្រាក់ចំណេញឃើញនេះគឺជាវិធីសាស្ត្រនៅក្នុងការគណនាប្រាក់ចំណេញតាមវិធីសាស្ត្រ variable costing ទី1យើងត្រូវដឹងអីទី1ត្រូវដឹងពិសេសដើម្បីរកសារយើងធ្វើម៉េចយើងយកចំនួនឯកតាដែលយើងលក់បានគុណជាមួយតម្លៃលក់ក្នុងឯកតាយើងលក់បានឯកតា5000ឯកតាតម្លៃលក់ក្នុងឯកតាបានអូខេអញ្ចឹងយើងឃើញចំណូលពីការលក់គឺគេ100,000អត់មានពេលដែលយើងឃើញចំណូលហើយយើងយកវាមកដកណាមកលេខជាមួយ variable expense អីគេ variable expense ចំណាយអខេចំណាយអខេអ្នកគ្រូបញ្យល់ឲ្យបែងចែកជាប៉ុន្មានចំណាយអខេយើងបែងចែកជា2គឺនេះគឺ variable cost of goods sold ហើយនិង variable selling អញ្ចឹងបើអូនចង់រក variable expense អូនត្រូវរក variable cost goods sold បូកជាមួយ variable selling អញ្ចឹងយើងរកម្ដងមួយឲ្យឃើញហើយចាំយើងបូកបញ្ចូលគ្នាឥឡូវដំបូងយើងរក variable អី variable cost goods sold ដើម្បីរក variable cost goods sold យើងយក beginning inventory ស្មារតីកម្មគេប្រាប់មកមែន sold យើងបូកជាមួយនឹង cost of goods manufacture អីគេ cost of goods manufacture បងប្អូនថ្លៃដើមអីថ្លៃដើមគេថ្លៃដើមផលិតមិនចឹងទេអញ្ចឹងដើម្បីរកថ្លៃដើមផលិតធ្វើឲ្យយើងអូខេយើងយកចំនួនឯកតាដែលយើងផលិតគុណជាមួយថ្លៃដើមផលិតក្នុងមួយឯកតាយើងផលិតបានប៉ុន្មានថ្លៃដើមយើងអត់ឃើញនេះប្រហែលដុល្លារ$7អញ្ចឹងយើងគុណមកឃើញថ្លៃដើមផលិតយើងអស់ប៉ុន្មាន42,000បន្តមកទៀតយើងយកវាបូកបញ្ចូលគ្នាពីកនេះបូកមួយថ្លៃដើមផលិតយើងឃើញ cost of goods available for sale cost of goods available for sale នេះគេហៅថាថ្លៃដើមទំនិញដែលយើងមានសម្រាប់លក់អញ្ចឹងដើម្បីរកថ្លៃដើមទំនិញដែលមានសម្រាប់លក់អូនយកអាដើមគ្នានេះបូកបញ្ចូលជាមួយនឹងទំនិញដែលយើងផលិតយើងឃើញមានសម្រាប់លក់ប៉ុន្មានឥឡូវ42,000បន្ទាប់មកទៀតយើងលេខជាមួយនឹង ending inventory អីគេ ending inventory ending inventory គឺថ្លៃដើមសន្និធិចុងគ្រាដើម្បីរកថ្លៃដើមសន្និធិចុងគ្រាយើងយកសន្និធិដែលសល់ចុងគ្រាប៉ុន្មានរបស់យើង1000យើងយកមកគុណជាមួយនឹងថ្លៃដើមរបស់យើងដែលរកឃើញប៉ុន្មានអញ្ចឹងយើងឃើញថ្លៃដើមដែលសល់ចុងគ្រាប៉ុន្មានគាត់អត់ទេ7,000អូខេយើងដកមកយើងលេខមកយើងឃើញ variable cost of sold អញ្ចឹងយើងយកដកមកឃើញថ្លៃដើមរបស់យើងប៉ុន្មាននេះយើងយកសុំតើយើងយកតេតងជាមួយនឹងទំនិញដែលយើងមានសម្រាប់លក់យើងដកជាមួយនឹងចុងគ្រាអញ្ចឹងយើងឃើញទំនិញរបស់យើងលក់បានប៉ុន្មាន42,000ដក7,000យើងឃើញ35,000យើងអត់ឃើញ variable cost of sold មួយឯងអញ្ចឹងយើងអត់ variable អីមួយទៀត variable selling បានន័យថាចំណាយអខេនៅក្នុងការលក់ចំណាយអខេនៅក្នុងការលក់ក្នុងឯកតាមកដល់មានសមាកម្ម$1$3អញ្ចឹងដើម្បីរកចំណាយអខេនៅក្នុងការលក់អូនត្រូវយកចំនួនឯកតាដែលអូនលក់បានគុណជាមួយចំណាយអខេនៅក្នុងការលក់ក្នុងមួយឯកតាអញ្ចឹងចំនួនដែលយើងលក់បានប៉ុន្មាន5,000ហើយតម្លៃចំណាយក្នុងឯកតាប៉ុន្មានអញ្ចឹងឃើញចំណាយអខេសរុបទាំងអស់ប៉ុន្មានអូខេ15,000អញ្ចឹងយើងអាចរក total variable រក total variable expense ឃើញទេធ្វើមិនឃើញយក variable cost of sold បូកជាមួយ variable selling អញ្ចឹង variable cost of sold យើងប៉ុន្មាន35,000 variable selling ប៉ុន្មានអញ្ចឹងយើងឃើញប៉ុន្មានអញ្ចឹង total variable expense របស់យើងគឺ50,000ដើម្បីរក contribution margin នេះគេហៅថាចំណេញដល់ក្រោយដកចំណាយអខេអញ្ចឹងដើម្បីរកចំណេញដល់ក្រោយចំណាយអខេអូនត្រូវយកចំណូលនេះដែលអូនរកឃើញមកដកជាមួយនឹងថ្លៃដើមចំណូលដែលយើងរកឃើញប៉ុន្មានថ្លៃដើមរបស់យើងប៉ុន្មាន50,000អញ្ចឹងយើងឃើញចំណេញដល់ប៉ុន្មានចុះ
យកពីនឹងបងយកគ្នា fake menu សម្រាប់ការប្រាក់មកមែន30 fake selling 10ពាន់ចឹងយើងយកពីនឹងបងយកគ្នាឃើញមែន40ពាន់ដល់អ្នកអាចចុងក្រោយណាយើងរក net income ឬមួយក៏ net loan ចំណេញដល់បើយើងមែនយើងបូកជាមួយសំទោសយើងដកជាមួយនឹងចំណែក fake មែនអញ្ចឹងយើងឃើញចំណេញលើខាតចំណេញលើខាតឡើយចំណេញមែនអញ្ចឹងចំណេញ10ពាន់បានហើយយើងយកចំណេញដល់យើង50ពាន់នេះមកដកជាមួយនឹង fixed expense យើង40ដែលយើងរកឃើញយើងឃើញចំណេញពិតគឺ10អូខេប៉ុណ្្នឹងយល់ហើយណាអរគុណ